này này mà ban mà mơ ba bạc cùi dễ bông bông mà lâu giờ mà đò lại lâu giờ mà đo là nôm tầm màu ấy rồi giờ toàn bằng trôi tầm mưa xa đấy bông bông mà chi tiết trên trôi tầm mưa nên mưa màu lên tra bông bông này thì bọn nông chụp vậy nên là làm màu đấy bông bông rồi những chất mưa xa đấy bông bông ba số đây bông bông nọ kia này đây cứ như mà đò lên là lấy dừng hộp bay hai chẳng tới dương cái điệp chồng từ đào mưa xa lại chẳng ra gì này ba sắtตะโกน xoa នៅក្រៅត្រង់បាអូច្រើនណាបងប្អូនរបស់គ្នាបាទនិយាយទៅមានអាខ្លះនៅក្នុងអាខ្លះនៅក្រៅអញ្ចឹងណាតែយើងកុំទៅលេងវាយើងខ្លាចវាមានគ្រោះថ្នាក់អីចឹងណាយើងអត់អាចមើលឃើញទេឥឡូវយើងមកដល់កន្លែងនេះគឺយើងមើលបាអូឃើញសត្វក្រពើបងប្អូននោះកាលនៅក្មេងៗគាត់ឃើញក្រពើហាមាត់ស្មាជ័រស្មាថ្មអីចឹងណាតែតាមពិតទៅគឺអត់ទេបងប្អូនបាទវាហាមាត់ហ្នឹងដើម្បីចាប់ចំណីអញ្ចឹងណាយើងកុំលុកដៃញ៉ៃញ៉ៃអញ្ចឹងណាហើយពើបាទធំជាងគេឃើញមានមួយដែរបងប្អូនបាទមែបាទពើសត្វធាត់បងប្អូនបាទនេះសត្វដេកលក់ហើយបងប្អូនបាទតែច្រឡំតែពើដេកលក់អត់ទេឃើញនៅឆ្ងៀមមើមហ្នឹងបាទតែយើងលុកដៃទៅដល់ចប់ហើយបាទគ្មានអីបានមកវិញទេបាទហើយគ្មានណាគេដឹងមុនទេហើយនេះគឺកម្មប្រមាបាទនិយាយទៅគឺសត្វកម្រអញ្ចឹងណាចិត្តផុតពូជហើយយើងដើរមកមើលបន្តទៀតបាទយើងដើរមកក៏ឃើញសត្វឲ្យដកកចងាយងាងនេះបាទអូទ្រីសបាទអូនិយាយរឿងអូទ្រីសបងប្អូនបាទឥឡូវយើងដើរមករកមើលបាទសត្វផ្សេងទៀតចឹងណានិយាយទៅយើងខានមកភ្នំតាម៉ៅយូរដែរបងប្អូនអើយនិយាយវាមិនតិចឆ្នាំទេបាទយើងធ្លាប់តាម៉ៅនៅកាលនៅកន្លោះចឹងណាហើយថ្ងៃនេះគឺយើងដើរមកគឺអត់មានអីមានកន្លោះដដែលហ្នឹងហើយបាទយើងដើរម្នាក់ឯងបាទយើងទៅណាក៏វាបាទដែរហើយនេះយើងមកបាទមើលដល់កន្លែងដំរីបងប្អូនគ្រាន់តែឃើញមនុស្សរោមច្រើនបងប្អូនដល់ឥឡូវយើងទៅមើលម្ដងបាទដំរីមានបាគូដែរបងប្អូនបាទប៉ុន្តែមិនមានតែមួយកន្លែងទេនៅមួយកន្លែងទៀតណាលងផាត់ចាណាអីចឹងទៅហើយបើយើងនិយាយរឿងដំរីគឺយើងបាត់បង់បាទលក្ខីផងដែរគឺប្រហែលខែមុននេះគឺយើងបាត់បង់សត្វកម្របើយើងដែរអញ្ចឹងណាហើយឥឡូវនេះមនុស្សមករោមច្រាក់និយាយទៅចេះចាស់បងប្អូនបាទនិយាយទៅគេប្រហាត់គេចេះបាទឲ្យបាទអរគុណបាទយើងទៅឆ្លាតតែម្ដងបាទយើងនិយាយទៅគឺឆ្លាតឲ្យមនុស្សមកច្រើនបាទមកលេងច្រើនដែរថ្ងៃហ្នឹងបាទហើយមកគូនេះគឺវាធំហាក់ផាគ្នាផងដែរបាទហើយទៅគេអ្នកប្រហាត់គឺវាចេះតែម្ដងបាទនិយាយទៅយើងការចិញ្ចឹមសត្វតើយើងប្រហាត់បរៀនវាទៅវាអាចវាចេះតែយើងអត់ប្រហាត់វាយើងអត់ចេះទេបងប្អូនអញ្ចឹងណាហើយថ្ងៃនេះគឺយើងមកលំហែកាយមួយថ្ងៃបងប្អូនបាទដោយសារតែខានមកយូរដែរបងប្អូនបាទថ្ងៃនេះយើងមកមើលសត្វអីទៀតអូអត់ហ្នឹងហើយបាទគឺសត្វអណ្ដើកបងប្អូនបាទនិយាយទៅច្រើនដែរអណ្ដើកប៉ុន្តែអត់មានធំទេបងប្អូនបាទសត្វតែតូចដែរទេបាទអត់មានអណ្ដើកធំដូចនៅម៉ងទីទេបាទនេះគឺដើកបាទស្នូកវាហើយដើកនេះផងដែរគឺយើងអាចយកដៃទៅលុកលេងបានដែរបាទតាខាមជាប់ហើយគឺជាប់ហើយមានដកវិញបានទេបាទតើតាគោលាន់ទៅវាអាចលេងបានហ្នឹងចាស់គាត់និយាយថាអញ្ចឹងបងប្អូនបាទលុះត្រាតែគោលាន់អញ្ចឹងតែគោលាន់វាអត់លេងទេតែខាំគឺដាច់ហើយម្រាមដាច់ហើយណែបងដែរគឺយើងបាទចាប់អត់បានបងប្អូនបាទសត្វហ្នឹងធំបងប្អូនវាធ្វើច្បុកនៅលើដងចុងឈើបងប្អូនបាទចាំមើលខ្ញុំដាក់មើលបងប្អូនបាទនេះអើយចុងឈើហ្នឹងគឺសិតតែសត្វហ្នឹងតែម្ដងនិយាយទៅសត្វហ្នឹងវាអត់ទៅណាទេវានៅតែកន្លែងហ្នឹងបងប្អូនហើយនេះគឺសត្វកម្របាទសត្វនេះក៏ចិត្តផុតពូជដែរបាទប្រភេទក្ងោកបងប្អូនបាទនិយាយទៅយើងចូលរួមថែរក្សាសត្វព្រៃបងអស់គ្នាបាទហើយបង្គាយៈនេះក៏វាដេកលក់ដែរហើយយើងមកមើលសត្វតូចបាទតូចនេះក៏រត់ចង្អេឆ្វាអូរត់លោះលោតឡើងលោតចុះលោតឡើងចេះចាចបាទអូឃើញមនុស្សចេះវាថាបើមានអីហុចឲ្យវិញនិយាយវាអូដឹងអងាប់ហើយបងប្អូនបាទហើយត្រង់ឥឡូវមានហើយវិញកំសត់ជាងគេណាស់នេះតូចនេះឆ្វាបាទអានេះឆ្វាតូចឥឡូវមកនេះអានេះនៅក្រៅនេះឡើងលើចុងឈើហើយក៏បានស៊ីឡើងលើចុងឈើវិញហើយបាទវាអត់ខ្វល់ទេបាទហ
ហើយឡូវយើងមកមើលសត្វភេម្ដងបងប្អូនអានេះក៏ដឹងភេវាមានច្រើនប្រភេទអានេះភេមិនដឹងភេប្រភេទចាប់ត្រីឬអីទេបងប្អូនប៉ុន្តែវាធាត់ណាបងប្អូនបាទប៉ុន្តែនៅតែឃ្លានញ៉េបញ៉ាបបងប្អូនបាទហើយនេះសត្វនេះគឺយើងអត់សូវស្គាល់ដែរដូចជាសត្វស្អីគេបងប្អូនណាប៉ុន្តែគេមានដាក់ឈ្មោះសត្វហ្នឹងដែរអញ្ចឹងណាហើយនេះបងប្អូនអានេះគឺបើយើងមើលមួយផ្លែតយើងស្មានថាគោឬក៏បីអីចឹងណាតែធៀបពិតគឺអត់ទេបងប្អូនអានេះគេហៅសត្វរមាំងសត្វនេះខ្ញុំឃើញតែមួយទេបងប្អូនប៉ុន្តែវាកំពុងតែស៊ីចំណីបងប្អូនបាទហើយសត្វដែលកម្រយើងចូលរួមថែរក្សាទាំងអស់គ្នាអញ្ចឹងណាយើងចេះតែជួយម្នាក់ម្ដាយមួយជើងបងប្អូនបាទព្រោះយើងតែផុតពូជទៅអត់មានអីមើលទេបាទហើយនេះយើងមកមើលពុះបាទវែកដបោកពុះវែកដបោកពុះអានេះពុះវែកប្រភេទពុះវែកវែករនាមបងប្អូនបាទវែករនាមនេះតែមកគប់ហើយគឺចប់ហើយបងប្អូនអត់មានបានអីទៅមុខទេហើយចំណែកឯខ្លារខិននេះវិញបងប្អូនហើយដើរចុះដើរឡើងអីបាទធម្មតាបាទដល់យើងញ៉ាំក្រៅមករត់អត់ស្លាប់ជើងស្លាប់អីឡើយតែធ្វើដំណើរមកមើលបាទមកកន្លែងទៀតបងប្អូនបាទហើយនេះគឺជាទស្សនវិជ្ជានៅក្នុងព្រៃភ្នំតាម៉ៅបងប្អូនបាទយើងស្អែកខាត់នៅក្នុងស្រុកយើងនោះបងប្អូនបាទនិយាយទៅស្រុកយើងឥឡូវមានកន្លែងដើរលេងកន្លែងសត្វច្រើនដែរបងប្អូនប៉ុន្តែមានតែភ្នំតាម៉ៅទេបាទដែលយើង3មុនគេដែលផ្ទុះមុនគេហើយក៏ហើយមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនហើយថ្ងៃនេះមកមើលចុងក្រោយគឺលំហាត់ហើយចាណាមបាទហើយវីដេអូថ្ងៃហ្នឹងសូមបញ្ចប់ត្រឹមហ្នឹងអរគុណច្រើនបងប្អូនបាទជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនបងប្អូនបាទបាយបាយបាទជួបគ្នាវីដេអូក្រោយទៀត